ពីការគម្រាមទៅជាការបែងចែកអំណាចគ្នាគ្រប់គ្រងលោកដូណាល់ត្រាំបោះសម្ដីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលថាច្រកសមុទ្រហ័រមូសនឹងបើកឡើងវិញឆាប់ៗហើយអាមេរិកអាចរួមគ្នាគ្រប់គ្រងច្រកដឹកប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះជាមួយនឹងអ៊ីរ៉ង់លោកត្រាំបានប្រាប់ CNN នៅយប់ថ្ងៃទី23ខែមីនាឆ្នាំ2026ថាបើការចរចាជាមួយអ៊ីរ៉ង់ដំណើរការល្អច្រកហ័រមូសនឹងត្រូវបានបើកឡើងវិញក្នុងពេលឆាប់ៗលោកត្រាំបានបញ្ជាក់បន្ថែមទៀតថាច្រកនេះអាចស្ថិតក្រោមការគ្រប់គ្រងរួមគ្នារវាងអាមេរិកនិងអ៊ីរ៉ង់លោកថែមទាំងនិយាយបែបលេងបន្លំមែនថាលោកខ្លួនឯងផ្ទាល់និងអាយ៉ាតូឡាគឺជាអ្នកគ្រប់គ្រងលោកត្រាំថាអាយ៉ាតូឡាម្នាក់ណាក៏បានដែរនេះគឺជាពាក្យដែលស្ដាប់ទៅចម្លែកខ្លាំងព្រោះមុននេះបរិយាកាសរវាងអាមេរិកនិងអ៊ីរ៉ង់ពោពេញដោយការគំរាមនិងសម្ពាធក៏ប៉ុន្តែពេលនេះបែរជាវិលទៅរកការបែងចែកអំណាចនិងផលប្រយោជន៍ទៅវិញបន្ទាប់ពីលោកត្រាំបានប្រកាសពន្យាពេលវាយប្រហារលើអ៊ីរ៉ង់ចំនួន5ថ្ងៃយោងតាម CNN លោកត្រាំក៏សង្កត់ធ្ងន់ផងដែរទៅលើការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់លោកត្រាំអះអាងថាការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបដូច្នេះការផ្លាស់ប្ដូររបបនយោបាយផ្ទៃក្នុងនឹងកើតឡើងដោយស្វ័យប្រវត្តិលោកត្រាំបានឆ្លៀតសរសើរមន្ត្រីមួយចំនួននៅអ៊ីរ៉ង់ថាជាមនុស្សមានហេតុផលនិងអាចធ្វើការជាមួយគ្នាបានទៀតផងនេះបង្ហាញថាអាមេរិកប្រហែលជាកំពុងសម្លឹងរករូបមន្តថ្មីមួយដើម្បីបន្ថយភ្លើងសង្គ្រាមនិងធានាថាច្រកសមុទ្រហ័រមូសអាចបើកឡើងវិញដោយមិនផ្ទុះទៅជាវិបត្តិធំជាងនេះនិយាយឲ្យសាមញ្ញដៃម្ខាងលោកត្រាំដាក់សម្ពាធអ៊ីរ៉ង់ហើយដៃម្ខាងទៀតបើកទ្វារចរចាក៏ប៉ុន្តែគេមិនទាន់ដឹងថានេះគឺជាផែនការពិតឬក៏គ្រាន់តែជានយោបាយរបស់លោកត្រាំនោះទេ Reuters និង Al Jazeera រាយការណ៍ដូចគ្នាថាមន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ថាមិនមានការចរចាណាមួយជាមួយលោកដូណាល់ត្រាំទេគួរសម្គាល់ដែរថាការការពាររបបគឺសំខាន់បំផុតហើយចំពោះអ៊ីរ៉ង់តែអ៊ីរ៉ង់នឹងបដូរដើម្បីដោះដូរយកសន្តិភាពដែរឬទេប្រទេសអ៊ីរ៉ង់និងអាមេរិកនឹងឌឺដងដាក់គ្នាបាទឌឺដងត្រង់ថាកាលពីថ្ងៃសៅរ៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដាក់អវសានវិទ្យ48ម៉ោងនឹងរឿងនេះយើងត្រូវតាមដានដែរឲ្យអ៊ីរ៉ង់បើកច្រកហ័រមូសបើមិនដូច្នោះទេគឺសហរដ្ឋអាមេរិកនឹងវាយប្រហារទៅលើទីតាំងថាមពលរបស់ប្រទេសអ៊ីរ៉ង់បាទដល់ថ្ងៃច័ន្ទម្សិលមិញនេះវាផុតអវសានវិទ្យហើយបាទអញ្ចឹងលោកត្រាំបានទៅសេនៅតាមបណ្ដាញសង្គម Truth Social របស់លោកថាឥឡូវនេះលោកមិនវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ទេពីព្រោះដោយសារតែក្រមការងាររបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នាហើយការចរចានោះគឺសម្រាប់បានលទ្ធផលវិជ្ជមានហើយយល់ចូលចិត្តគ្នាច្រើនចរចារួចហើយបាទចរចារួចហើយនេះត្រឹមមន្ត្រីកម្រិតណាដែរលោកលោកត្រាំមិនបានបញ្ជាក់ពីសមាជិកភាពទេប៉ុន្តែគ្រាន់ថាក្រមការងារលោកប្រើពាក្យក្រមការងារអាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នាហើយលោកបង្ហោះជាសាធារណៈតាមបណ្ដាញសង្គម Truth Social ហើយសហរដ្ឋអាមេរិកទុកពេល5ថ្ងៃបាទទុកពេល5ថ្ងៃទៀត48ម៉ោងផុតទៅអត់វាយទេទុកពេល5ថ្ងៃទៀតដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឥឡូវនេះ48ម៉ោងផុតហើយនៅសល់5ថ្ងៃទៀតសល់5ថ្ងៃទៀតប៉ុន្តែរឿងអញ្ចេះលោកត្រាំបង្ហោះថាបានជួបចរចាជាមួយភាគីអ៊ីរ៉ង់នេះបង្ហោះបានតែ1ម៉ោងជាងប៉ុណ្ណោះសមាជិកសភាប្រធានសភារបស់ប្រទេសអ៊ីរ៉ង់លោកមហាម៉ាត់បាកើកាលីបាតបានបញ្ជាក់ឡើងវិញតាមប្រព័ន្ធទូរទស្សន៍ Fanyu អ៊ីរ៉ង់នឹងថាលោកត្រាំនិយាយតែផ្ដាស់លោកត្រាំនិយាយនេះគឺជារឿងคล้ายคล้ายជារឿងលៀងមុខខ្លួនឯងអ៊ីរ៉ង់មិនបានជួបចរចាជាមួយសហរដ្ឋអាមេរិកទេលោកដូណាល់ត្រាំថាបានជួបតែអ៊ីរ៉ង់បដិសេធថាអត់បានជួបចរចាជាមួយសហរដ្ឋអាមេរិកទេពីព្រោះអ៊ីរ៉ង់បិទផ្លូវចរចាហើយបាទដោយសារតែអ៊ីរ៉ង់ជាជនរងគ្រោះអាមេរិកជាអ្នកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទចង់បញ្ចប់សង្គ្រាមអាមេរិកដើរចេញឈប់វាយប្រហារប្រទេសអ៊ីរ៉ង់ប៉ុន្តែដាច់ខាតអាមេរិកត្រូវតែសងការខូចខាតលើប្រទេសអ៊ីរ៉ង់ដែលរងការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបាទអញ្ចឹងហើយបានរឿងនៅត្រង់ថាឥឡូវនេះរឿងវាខុសគ្នាត្រង់ថាលោកត្រាំថាក្រមការងារបានជួបចរចាជាមួយនឹងក្រមការងារអ៊ីរ៉ង់ច្រានចោលថាមិនបានជួបចរចាទេអញ្ចឹងមានន័យថាការគម្រាមរបស់លោកត្រាំដែលដាក់អវសានវិទ្យ48ម៉ោងថានឹងវាយប្រហារទៅលើអ៊ីរ៉ង់នឹងគឺមិនហ៊ានទេ
tầm nông chứ mình hiền thì pro sai lô mơ và lô mơ bút phốt ngày chán trâu về và hà hỏi lục trám bay chia bằng hót tha ban chuột cho chá ban chia Amerik mình về và Iran tham men thì tầm nông Amerik chọn liền khuôn chọn dây thật cầm riêng về và hà cầm riêng Iran ao Iran khai còn tay Iran lên khai thôi vì pro Iran chỉ chôn rong cru rong ca liền piên pi sầm nạ giả rồi Amerik đang sầm pòn mấtโดยเฉพาะเมียนเพลย์ได้ร้องโจจูบจอจ่าเต้การเลือกล้างระบบลูกตรามนี่วิธีการเลี้ยงคล้วนรองท้ามันเอาอย่างมาหมกเนื้อลือชาอ่อนระเจี๊ยบบ้านจะลูกตรามนี่ยังแบบนี้บางสันชีร้องบ้านเลือกล้างหอยลูกสลิงบ้านเลือกล้างบัดเพลย์การจอจ่าโดยท่าปัญหาสังครีมีแต่การจอจ่าเต้ได้ไอเป็นจอบตามมีวิธีเอฟซีที่ได้ไอเป็นจอบในปัญหาวินี้บ้านเมื่อเติบวิธีเซ็งเขาไปจอจ่าอดอาจไปจับดิที่ปลุกสังเกตอิรังนั่งอเมริกนี่ปะหายนี้นั่งรัสเซียนั่งอุยแกรนปะหายนั่งตรองท่ารัสเซียวิ่งปะหาเฉลี่ยเปลี่ยนโจลจากนองประเทศอุยแกรนมาดอลเป็นนี่คือบุญชนามเชียงอดจับตีโดยซาได้จอจ้ากว่าเตอหายบ้าอเมริกนั่งอิรังนี่เปอร์เซ็นต์บ้ามันจอจ้าตีอดเมียนจรอบเซ็งตีเอาเนี่ยจุดนี้ในสังเกตจะจรานระบบโลกแห่งเล็กก็โดยในดับบอลอาซีนี่สหบริบานเลือกลางให้เนี่ยจุดนี้ในสังเกตท้าสังเกตระเบียงอเมริกนั่งไอ้ร้องเชียนโจดอลสัปดาห์ที่บุญเมียในท่าสังเกตตัวล้างกาไปไงตีมาเพย์ผมไว้ขายกลมเพะชนำตีปอนมาเพย์ผมมวยนี่จังมาดอลไงนี่ไงตีมาเพย์บุญจังมาเพย์ปรามไงในแต่บุญไงที่มาขายเป็นมาขายเป็นจังสังเกตมาตอนจ็อบเมียในท่าสหรัฐอเมริกมันอาโยกเนี่ยให้ร้องดอยอาวุธตีอันอาโยกเนี่ยให้ร้องดอยอาวุธตีเปอร์เซ็นต์บาสหรัฐอเมริกจังไปจอบสังเกตลูตราแต่สหรัฐอเมริกหรืออิหร่านเพียกีนามวยบ่ได้เดาเพียกีมวยเทียดมีเนตบรรทุนบ่ได้เดาเพียกีมวยเทียดดำไปจอจ่าดอยตัวหรือวิธีมวยเทียดคือเมียนอันตรการีอาจเมียนประเทศนามวยสมโจลคล้วนจะอันตรการีมอสมรอบตำรวจเพียกีตั้งปีลูกเรียนกัดลงบนติดได้บ่าจุดมาขายให้สังเกตอเมริกแบบนั่งอิหร่านในกรุงตะวันเป็นชมพูเปียจำนวนครั้งบ่อยรังเอาไปครั้งได้ทั่วอเมริกบาร์โฮดอลเลยไปเยี่ยไปสังเกตในบรรทอนจอมบ้าจำนวนครั้งระบอบประเทศอิหร่านนั่งมีใบสำคัญจริงกีจำนวนตีมวยคือรัฐบาลเริงมอมรัฐบาลเริงมอมนึงโดยซาตายขนมสังเกตระยะเป็นเจ็ดมาขายกับลองมานี่เมดักนอมกัมปูระบอบประเทศอิหร่านเตียงเมดักนอมในรัฐบาลเตียงเมดักนอมกองกำลังยูเทียเมดักนอมกองกำลังชมามปะเดวอดหนึ่งคางกองกำลังซอนแต่ศกไทม์เตียดเตยบานสำหรับอ5 สปีเนี่ยเมดักนอมกัมปูรวมเตียงโลกอายะตลาลีคามิเนติ5 สปีรูปเตยสลับให้ผลใต้มันรุงกู้ของเกอในรัฐบาลบางที่จำนวนได้คลั่งมันรุงกู้ของเกอตีหายไปปัจจุบันนี้รัฐบาลระบอบอิหร่านคือแบบเนื้อแต่เริงมอมแต่ได้บ่าจำนวนที่มวยจำนวนที่ปีไปแจกวิเชียมีซิลระบอบประเทศอิหร่านคลั่งไปแจกวิเชียมีซิลใหญ่ตั้งไปแจกวิเชียโยเทียเมียนมีซิลเมียนยีนโดรนเมียนยุทธศาสตร์สังเกตคือระบอบอิหร่านคลั่งเราหกดอลลาร์อเมริกสมานเหมือนดอลในตรองท้าในประเทศอิสราเอลละใบนะประปอนคายกาเปียมิซิลเมียนดอลบุญประเภทขนมนุ่มเมียนแต่งปาตริโยตระบอบสหรัฐอเมริกเมียนอายันโดมระบอบอิสราเอลหนึ่งปีประเภทเทียในเมียนในไทยอิสราเอลละใบได้นักกาคลั่งละใบคลั่งกาเปียได้นักกาปนท้ายในแต่อิหร่านไว้ติดตีทางอิสราเอลส่วนใบแต่เนียเวียดักยนหอจำบังระบอบสหรัฐอเมริกในเรือพิภพโลกนี่อัดได้เมียนประเทศนาเวียปะฮาบาเนี่ยประวัติศาสตร์ตั้งปีกราวสังเกตโลกเลือกตีปีชนะมาปอนผมวนรอยสายสปรามคืออันเมียนประเทศน้ำเวียปะฮะตัวเลือกนี่เวียดักยืนหอยจำบางอเมริกาแต่เรื่องนี้ปีเครื่อง USS อับราฮัมลินคอนเตอร์เยียนโตรนบุญเครื่องระบอบประเทศร้องบางบ่มบกตุกเช่อะไรเตอร์คางเกรกบาดเลยมันบอกเตอร์กอซิบพอท้ายเราเตอร์กอซิบกับใบมูลฐานตัวระบอบจากภูมิเล็กมือเตอร์ใบมันตกจัดคลายอิหร่านตามก็เพื่อดำน้ำเตอร์คางเกรกบาดหาเลยมวยเตี้ย
នាវាដឹកយន្តហោះចម្បាំង USS General Ford ក៏រងការវាយប្រហារពីអ៊ីរ៉ង់ដែរបាទសូម្បីតែយន្តហោះចម្បាំង F-35 ដែលគេហៅ fifth generation ចំនួនទី5របស់សហរដ្ឋអាមេរិកដែលល្បីថាបំបាំងកាយហើយមានប្រព័ន្ធការពារជាតិរឹងមាំក៏ត្រូវអ៊ីរ៉ង់បាញ់ធ្លាក់ដែរដូច្នេះវាចំណុចទី2មានន័យថាប្រព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ខ្លាំងចំណុចនឹងហើយបានជាសហរដ្ឋអាមេរិកមិនអាចវាយប្រហារឈ្នះអ៊ីរ៉ង់ដោយភ្លាមដោយប្រទេសវេណេស៊ុយឡាហើយចំណុចទី3ទីតាំងភូមិសាស្ត្រទីតាំងភូមិសាស្ត្រនៅប្រទេសអ៊ីរ៉ង់ស្មុគស្មាញមានភ្នំមានចន្លងមានវាលខ្សាច់ហើយធំទៅទៀតហើយអ៊ីរ៉ង់តាំងពីឆ្នាំ1979មកគឺមេដឹកនាំអ៊ីរ៉ង់នេះមានបំណងថាថ្ងៃណាមួយនឹងមានសង្គ្រាមជាមួយអាមេរិកគិតរួចជាស្រេចដូច្នេះគ្រប់យុទ្ធសាស្ត្រគ្រប់គ្រឿងយុទ្ធោបករណ៍របស់ខ្លួនគឺមានគំនិតលាក់ទុកឲ្យស្រេចមុននឹងធ្វើបាទមានគំនិតលាក់ទុកនឹងត្រង់ថាដូចជាពលានយន្តហោះរបស់ប្រទេសអ៊ីរ៉ង់គឺជីកនៅក្រោមភ្នំយន្តហោះហោះចេញពីក្រោមភ្នំមកតែម្ដងគ្រាប់បែកល្មមអត់អាចធ្វើឲ្យបានដល់ទេសូម្បីតែយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់សហរដ្ឋអាមេរិកដែលធំជាងគេដែលមានគ្រាប់ទម្លាក់ពីលើទៅហើយខួងដល់ទៅ60ម៉ែត្រទៅក្រោមបានផ្ទុះនោះក៏មិនអាចវាយប្រហារទីតាំងសព្វាវុធមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់បានដែរដោយសារតែជីកនៅក្រោមភ្នំជ្រៅក្រោមភ្នំ60ម៉ែត្រនេះក៏អត់ដល់ដែរមិនដល់ទេហើយម្យ៉ាងខួងមិនដល់ដោយសារតែវាភ្នំថ្មបាទដុំថ្មរឹងមាំមានជារបាំងទីខាងលើរឹងមាំចំណុចទាំង3នឹងហើយបានជាសហរដ្ឋអាមេរិកធ្វើសង្គ្រាម7 ខែជាមួយអ៊ីរ៉ង់គឺអត់អាចយកឈ្នះអ៊ីរ៉ង់បានទេបាទចុះប្រសិនបើអូសបន្លាយបន្តយ៉ាងដោយលោកត្រៀមលើកឡើងចំណុចសំខាន់3របស់អ៊ីរ៉ង់អាមេរិកពិបាកធ្វើបែកចុះបើនៅអូសបន្លាយអ្វីដែលជាបញ្ហាប្រឈមប៉ះពាល់ធ្ងន់ធ្ងរជាងគេសម្រាប់ពិភពលោកបាទបើសង្គ្រាមអូសបន្លាយយូរផលប៉ះពាល់ធ្ងន់ធ្ងរជាងគេសម្រាប់ពិភពលោកគឺទំនិញឡើងថ្លៃដោយសារចេះកំណើនសេដ្ឋកិច្ចនៅលើពិភពលោកនឹងមិនមែនដោយការពីមុនសង្គ្រាមលោកទី1លើកទី1ឬទី2ទេបាទសេដ្ឋកិច្ចពិភពលោកវាជាចង្កោមហើយចង្កោមតាមតំបន់អាស៊ីមកអាស៊ីនឹងមកក្នុងនោះមានអាស៊ីអាគ្នេយ៍មានអាស៊ីខាងត្បូងអាស៊ីខាងកើតអាស៊ីកណ្ដាលវាជាចង្កោមមជ្ឈិមបូព៌ាវាជាចង្កោមនៃបណ្ដុំសេដ្ឋកិច្ចអឺរ៉ុបជាបណ្ដុំសេដ្ឋកិច្ចអាហ្វ្រិកអាមេរិកឡាទីនម្ដុំអញ្ចឹងនៅសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះគឺនៅចំតំបន់មជ្ឈិមបូព៌ាដែលជាបណ្ដុំសេដ្ឋកិច្ចរឹងមាំនៅលើពិភពលោកមួយដែរឥឡូវនេះសេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ានឹងវាដាច់ដោយវារអាក់រអួលខ្លាំងជាងគេគឺការដឹកទំនិញតាមផ្លូវទឹកដូចច្រកសមុទ្រហូមូសនឹងឯងហើយចរន្តសេដ្ឋកិច្ចត្រូវដាច់ដោយសារតែផលិតកម្មដូចជាការបូមប្រេងជាដើមនោះត្រូវផ្អាកដោយសារតែការវាយប្រហារពីអ៊ីរ៉ង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ាដូច្នេះផលប៉ះពាល់បើសង្គ្រាមអូសបន្លាយយូរផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេហើយផ្ដោតជាងគេទៅលើប្រេងឥន្ធនៈនេះតែម្ដងបាទលោកសេរីមួយទៀតដែរមកដល់ពេលនេះដោយលោកបានលើកឡើងថាអ៊ីរ៉ង់គឺខ្លាំងរហូតដល់អាមេរិកពិបាកនៅក្នុងការដាក់វិធានការឲ្យមិនដឹងថាត្រូវប្រើពេលប្រមាណទៀតទេបាទអញ្ចឹងមកដល់ពេលនេះតើសភាវុធដែលអ៊ីរ៉ង់ធ្លាប់អួតពិភពលោកដូចជាសភាវុធរបស់អាមេរិកធ្លាប់បង្ហាញពិភពលោកបាទមកដល់ពេលនេះគឺប្រើប្រាស់ដល់កម្រិតណាហើយអ្វីដែលធ្លាប់បង្ហាញគឺដល់កម្រិតកំពូលនោះហើយឬនៅបាទបើខាងសភាវុធរបស់ប្រទេសអ៊ីរ៉ង់នេះប្រើអត់ទាន់ដល់ទេនៅឡើយទេដោយសារតែអ៊ីរ៉ង់ប្រើតែយានដ្រូនទេប្រើតែយានដ្រូនហើយនិងមីស៊ីលហ្នឹងក៏ក្នុងកម្រិតធម្មតាដែរប៉ុន្តែគ្រាន់តែកាលពីថ្ងៃអាទិត្យនោះអ៊ីរ៉ង់ប្រើមីស៊ីលដែលមានល្បឿនរយៈចម្ងាយរហូតដល់ទៅ4000 គីឡូម៉ែត្រក្នុង1ម៉ោង4000 គីឡូម៉ែត្រចម្ងាយចម្ងាយគឺដោយសារតែសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងប្រទេសជាច្រើននៅលើពិភពលោកបានប៉ាន់ប្រមាណថាអ៊ីរ៉ង់អាចមានមីស៊ីលក្នុងរយៈចម្ងាយតែ2000 គីឡូម៉ែត្រទេបាទតែអ៊ីរ៉ង់បាញ់ចេញដល់4000ដល់បាញ់ចេញ4000ដោយសារតែអង់គ្លេសបានប្រកាសថាខ្លួននឹងផ្ដល់ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួននៅកោះខៃបាសៀនៅខាង
កោះកាសៀនឹងនៅសមុទ្រឥណ្ឌានេះនៅសមុទ្រឥណ្ឌាជាមូលដ្ឋានទ័ពរបស់អង់គ្លេសហើយរឹងមាំអញ្ចឹងអង់គ្លេសប្រកាសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពដើម្បីវាយប្រហារលើអ៊ីរ៉ង់និយាយមិនបានប្រមាណម៉ោងផងអ៊ីរ៉ង់បានបាញ់មីស៊ីល2គ្រាប់ទៅលើកោះកាសៀហ្នឹងហើយក្នុងរយៈចម្ងាយពីអ៊ីរ៉ង់ទៅកោះកាសៀហ្នឹងគឺជាង 4000 គីឡូជាង 4000 គីឡូម៉ែត្រអញ្ចឹងអ៊ីរ៉ង់បាញ់ទៅ2គ្រាប់នេះគឺមួយគ្រាប់ស្ទាក់ចាប់បានហើយមួយគ្រាប់ទៀតក៏ធ្លាក់នៅលើកោះកាសៀហ្នឹងដែរប៉ុន្តែអត់មានផលប៉ះពាល់អីទេតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលថាអ៊ីរ៉ង់មានមីស៊ីលល្បឿនរយៈចម្ងាយដល់ទៅជាង 4000 គីឡូម៉ែត្រហើយអ៊ីរ៉ង់គម្រាមថាបើអាមេរិកធ្វើសង្គ្រាមតទៅទៀតនោះនឹងធ្វើឲ្យអាមេរិកភ្ញាក់ផ្អើលពីសភាវុធទំនើបរបស់ប្រទេសអ៊ីរ៉ង់ពីព្រោះមានមីស៊ីលមួយនោះជាប្រភេទមីស៊ីលខៃបាដែរប៉ុន្តែគ្រាន់តែក្បាលគ្រាប់នៅក្នុងនឹងមានក្បាលគ្រាប់នឹង80ហើយក្បាលគ្រាប់80នឹងចេញជាគ្រាប់តូចច្រើនក្នុងក្បាលមួយនឹងទៀតដូច្នេះនេះជារឿងមួយដែលសំខាន់ហើយបើនិយាយពីសភាវុធរបស់ប្រទេសអ៊ីរ៉ង់ប្រើតែយានដ្រូនហើយនិងមីស៊ីលរយៈចម្ងាយខ្លីគ្រាន់តែរយៈចម្ងាយមធ្យមនិងចម្ងាយវែងមិនទាន់បានប្រើទេប្រើរយៈចម្ងាយមធ្យមតែ2គ្រាប់កាលពីថ្ងៃអាទិត្យហ្នឹងបាទលោកសេរីនេះខ្ញុំមានសំណួរមួយដែរដោយសារតែលោកសេរីបានលើកឡើងថាអ៊ីរ៉ង់ខ្លាំងរហូតដល់3ចំណុចវាយចិត្តមួយខែមិនតាន់រំគោះរំកើទេហើយបើនិយាយពីខ្ទង់ចំណាយរបស់សហរដ្ឋអាមេរិកទៅលើបញ្ហាសង្គ្រាមនេះក៏ច្រើនគួរសមដែរហើយកន្លងទៅក៏មានភាពរំគោះរំកើនៅក្នុងជួរគណៈបកដែរតែអាចធ្វើឲ្យលោកត្រាំអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ដែរទេបាទបើនិយាយពីផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះសហរដ្ឋអាមេរិកឥឡូវនេះពិបាកហើយលោកត្រាំក៏អត់ផ្លាស់ប្ដូរជំហរថាត្រូវឈប់វាយប្រហារដែរប៉ុន្តែមើលទៅជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងចង់បញ្ចប់សង្គ្រាមដោយសាររងសម្ពាធខ្លាំងហើយសូម្បីតែទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកនឹងសូមលាលែងចេញពីតំណែងអ្នកនយោបាយរបស់សហរដ្ឋអាមេរិកទាំងគណៈបកសាធារណរដ្ឋរបស់លោកត្រាំទាំងគណៈបកប្រជាធិបតេយ្យនឹងរិះគន់លោកត្រាំច្រើនណាស់រិះគន់នៅត្រង់ថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំអត់បានគិតទុកជាមុនទេអត់បានត្រៀមគម្រោងទុកជាមុនថាត្រូវចប់តាមបែបណាទេដូច្នេះឥឡូវនេះលោកត្រាំហាក់ផុងខ្លួនហើយនៅខែវិច្ឆិកាចុងឆ្នាំ2026នេះបោះឆ្នោតពាក់កណ្ដាលអាណត្តិទៀតហើយដល់បោះឆ្នោតពាក់កណ្ដាលអាណត្តិលោកត្រាំអាចនឹងចាញ់ឆ្នោតចាញ់នៅត្រង់ថាលោកត្រាំនៅតែជាប្រធានាធិបតីប៉ុន្តែសភាបានទៅគណៈបកប្រជាធិបតេយ្យព្រឹទ្ធសភាទៅគណៈបកប្រជាធិបតេយ្យអញ្ចឹងលោកត្រាំគ្រាន់តែមានតំណែងជាប្រធានាធិបតីតែអំណាចនៅលើសភាព្រឹទ្ធសភាជាគណៈបកប្រជាធិបតេយ្យទីនេះជាក្តីបារម្ភហើយលោកត្រាំមិនផ្លាស់ប្ដូរជំហរក្នុងសង្គ្រាមដោយសារថាដោយថាទៅទឹកខ្លួនហើយបាច់ចុះទឹកហើយបើឡើងចេញមកគឺអ៊ីរ៉ង់គម្រាមហើយបើបញ្ចប់សង្គ្រាមលុះត្រាតែសហរដ្ឋអាមេរិកដើរចេញសហរដ្ឋអាមេរិកឈប់វាយប្រហារលើប្រទេសអ៊ីរ៉ង់ទៅចប់ហើយសង្គ្រាមតែអាមេរិកដាច់ខាតត្រូវតែសងការខូចខាតលើប្រទេសអ៊ីរ៉ង់ព្រោះស្មើនឹងអាមេរិកចាញ់សង្គ្រាមចំណុចនឹងហើយបានជាលោកត្រាំនៅពេលបច្ចុប្បន្ននេះវាយឲ្យឈ្នះអ៊ីរ៉ង់ក៏ពិបាកហើយបើវាយឲ្យឈ្នះរហូតដល់ប្រើគ្រាប់បែកបរមាណូអីជាដើមនោះនឹងធ្វើឲ្យពិភពលោកនេះមានន័យថាអស់សង្ឃឹមដោយសារប្រទេសមហាអំណាចពីព្រោះនៅលើពិភពលោកនេះមានប្រទេស9ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃមាន9អញ្ចឹងក្នុងប្រទេសទាំង9នេះអត់បានប្រើទេអាវុធនុយក្លេអ៊ែរប្រើតែម្ដងដោយអាមេរិកនៅប្រទេសជប៉ុនកាលពីឆ្នាំ1945ម្ដងនោះគត់ទោះបីជាមនុស្សនៅលើពិភពលោកមានអាវុធនុយក្លេអ៊ែរក៏អត់ប្រើដែរអញ្ចឹងបើក្នុងសង្គ្រាមអ៊ីរ៉ង់នេះអាមេរិកសូម្បីតែពិចារណាក៏អត់ផងមិនហ៊ានទេហើយបើសហរដ្ឋអាមេរិកបញ្ជូនកងកម្លាំងយោធាឬវាយប្រហារដោយកងទ័ពជើងគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ស្មើនឹងនាំទាហានអាមេរិកឲ្យទៅស្លាប់ហើយបើវាយប្រហារតែពីលើអាកាសបែបនេះមិនអាចផ្ដួលរំលំអ៊ីរ៉ង់បានទេលោកប៉ុន្តែបើទ័ពស្មើជើងអាចប៉ុន្តែការបញ្ជូនទ័ពថ្មើរជើងទៅកាន់ប្រទេសអ៊ីរ៉ង់វាពិបាកនៅថាបញ្ជូនតាមណាតាមអ៊ីរ៉ាក់ទៅមិនរួចទេតាមប្រទេសណាតាមប៉ាគីស្ថានរត់ទៅមិនរួចទៅទៀតដូច្នេះមានន័យថា
ទៅបញ្ជូនតាមផ្លូវទឹកបញ្ជូនតាមផ្លូវទឹកទៅឡើងលើគោកនឹងស្មើឲ្យអ៊ីរ៉ង់សម្លាប់ដដែលដូច្នេះនិយាយសរុបមកវិញគឺជំហរលោកត្រាំឥឡូវនេះវាស្ថិតនៅកណ្ដាលត្រង់ទៅមុខក៏មិនរួចទៅក្រោយក៏មិនរួចបាទថយក្រោយក៏មិនរួចខណៈដែលលោកត្រាំទទួលរងការរិះគន់កាន់តែច្រើនបាទចឹងមានន័យថាបញ្ហាសង្គ្រាមអ៊ីរ៉ង់នេះគឺកំពុងតែកំណត់ជោគវាសនាតំណែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកមើលទៅអាចនិយាយចឹងក៏បានដែរពីព្រោះការសម្រេចចិត្តរបស់លោកត្រាំនេះត្រូវរិះគន់ច្រើនណាថាអត់មានគម្រោងច្បាស់លាស់ហើយម្យ៉ាងទៀតគេលើកឡើងទៀតសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននឹងគឺស្មើនឹងអាមេរិកបំរើអ៊ីស្រាអែលសុទ្ធសាធដោយសារតែលោកត្រាំសម្រេចចិត្តចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់គឺក្នុងគោលដៅការពារអ៊ីស្រាអែលសុទ្ធសាធគេគូជាគំនូថ្លុកនោះអ៊ីស្រាអែលជាម៉ដំរីអាមេរិកជាដំរីបាទអញ្ចឹងអ៊ីស្រាអែលអ្នកញាក់អាមេរិកធំតែខ្លួនមានអំណាចប៉ុន្តែចាញ់កលខាងអ៊ីស្រាអែលអ៊ីស្រាអែលអូសទាញអាមេរិកនឹងប៉ុន្តែខាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលពាក្យហ្នឹងថាមិនមែនទេលោកត្រាំគ្មានអាណាបជាគាត់បានទេតែគាត់សម្រេចចិត្តថាម៉េចចឹងហីគឺអត់មានអ៊ីស្រាអែលណាទៅហ៊ាននិយាយមួយគាត់ទេប៉ុន្តែគេថាមិនហ៊ានមែនតែគេហៅលួងលោមគេហៅបោកបឆោតលោកត្រាំឲ្យលោកត្រាំសម្រេចចិត្តដោយខ្លួនឯងមែនប៉ុន្តែវាតាមមនោគមវិជ្ជាជ្រុលនិយមរបស់ខាងអ៊ីស្រាអែលបាទដូច្នេះនិយាយមកវិញចង់និយាយថាអាមេរិកនឹងធំតែខ្លួនបាទគឺធ្វើតាមអ៊ីស្រាអែលសង្គ្រាមអ៊ីរ៉ង់នឹងគឺវាយប្រហារការពារអ៊ីស្រាអែលសុទ្ធសាធបាទអញ្ចឹងយើង48ម៉ោងបានកន្លងផុតហើយឥឡូវលោកស៊ូរីមលើកឡើងថា5ថ្ងៃទៀតអញ្ចឹងយើងមានរងតាមដាននៅ5ថ្ងៃទៀតជាមួយតែអាមេរិកបាទសម្រាប់ចិត្តបន្តធ្វើយ៉ាងម៉េចបាទអរគុណលោកស៊ូរីមដែលបានលើកឡើងរឿងរ៉ាវក្រៅប្រទេសដែលបងប្អូនបានជក់ចិត្តដិតអារម្មណ៍ទស្សនានៅក្នុងព្រឹកនេះហើយយើងនឹងខិតខំប្រឹងប្រែងហើយលោកស៊ូរីមនឹងមានអ្វីថ្មីនៅម៉ោងបន្តទៀតរបស់ BTV បាទ